អ្នកទាំងអស់គ្នាដែលមាន email ច្រើនហើយត្រូវ send ឲ្យគេម្ដងមួយមែនហើយមកស្គាល់ tool នេះមួយដែលយើងអាច send email auto បានហើយនេះគឺជា automatic tool មួយដែលយើងអាច connect source ជាច្រើនចូលគ្នាបានដែលយើងអាចបង្កើតទៅជា automatic workflow ដូចជាការ send email post content នៅក្នុង platform ច្រើននៅក្នុងពេលតែមួយអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបបង្កើត email automation flow អញ្ចឹងដើម្បីបង្កើត flow នេះយើងត្រូវការ3ចំណុចហើយចំណុចទី1មានដូចជា Google Sheet ចំណុចទី2គឺ OpenAI API key និងចំណុចទី3គឺ email អញ្ចឹងដំបូងអ្នកទាំងអស់គ្នាត្រូវទៅកាន់ website NAN អញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានចូលទៅដល់ NAN ហើយអ្នកទាំងអស់គ្នាអាច get start បន្ទាប់ពីអ្នកទាំងអស់គ្នាអាច get start អ្នកទាំងអស់គ្នាអាចឆ្លើយសំណួរនិង sign in អ្នកទាំងអស់គ្នានឹងឃើញstart from scratch ដែលយើងគាត់ទៅ click start from scratch ទៅដើម្បីយើងបង្កើតជាមួយនឹង automation របស់យើងអញ្ចឹងដោយ node ទី1របស់យើងគឺយើងបាន add ជាមួយនឹង trigger manually ដែលយើងអាចឃើញនៅក្នុង screen នេះអញ្ចឹងយើងក៏បាន add node មួយទៀតដែលមានឈ្មោះថា Google Sheet ដែលយើងអាចរើសថា get role in the sheet អញ្ចឹងដើម្បីយើងអាចដាក់ data នៅក្នុង Google Sheet របស់យើងទៅដល់ទៅ search ពាក្យថា Google Sheet ហើយយើង log in ជាមួយនឹង account របស់យើងដែលមាននៅក្នុង Google Sheet ហ្នឹងទៅអញ្ចឹងបន្ទាប់ពីបង្កើត Google Sheet ហើយយើងបានបង្កើតជាមួយនឹង Excel file មួយដែលយើងអាចដាក់ជាឈ្មោះអាចដាក់ជាអ្នកណាដែលយើងអាច send ទៅតាមគោលបំណងអ្វីដែលយើង send ទៅគាត់អញ្ចឹងបន្ទាប់មកក៏យើងអាចមក configure នៅក្នុង NAN ហើយក៏យើងអាច connect ជាមួយនឹង NAN ដែលយើង log in ជាមួយនឹង Google អញ្ចឹងដោយសារតែ email របស់យើងមានច្រើនអញ្ចឹងយើងត្រូវការឲ្យវា loop from email មួយរហូតដល់ email ច្រើនអញ្ចឹងយើងត្រូវការបង្កើត node មួយទៀតដែលមានឈ្មោះថា loop អញ្ចឹងនៅក្នុង loop នោះដែរដែលយើងត្រូវការឲ្យ AI ដើម្បីមកជំនួយដើម្បីកែជាមួយនឹង email របស់យើងដែលយើងអាច add មួយ node មួយទៀតនៅក្នុងពាក្យកណ្ដាល loop ហ្នឹងដែលហៅថា AI agent អញ្ចឹងបន្ទាប់ពីយើងបានដាក់ AI agent ហើយយើងត្រូវការជាមួយនឹង AI tool មួយដើម្បីជួយជាមួយនឹង AI agent របស់យើងដែលខួរក្បាលដែលយើងនឹងយកមកនោះគឺយើងប្រើជាមួយនឹង OpenAI ចឹងដើម្បីដាក់នៅក្នុង OpenAI អ្នកទាំងអស់គ្នាត្រូវការយកជាមួយនឹង API key from OpenAI website ដែលអ្នកទាំងអស់គ្នាអាចឃើញនៅក្នុង link នេះបានអញ្ចឹងបន្ទាប់ពីយើងមក configure OpenAI ហើយយើងក៏មកជាមួយនឹង AI agent វិញដែលយើងសរសេរ prompt ថាតើឲ្យ AI agent របស់យើងនេះធ្វើការងារអ្វីហើយបន្ទាប់មកដោយសារតែ email របស់យើងសរសេរជា type HTML ដែលអ្នកទាំងអស់គ្នានឹងឃើញបន្តិចទៀតអញ្ចឹងដើម្បីបំលែងមកវាយើងត្រូវការបង្កើតជាមួយនឹង code ដែលយើងអាចដាក់ថា code នៅក្នុង node របស់វាអញ្ចឹងអ្វីដែលយើងត្រូវការបន្ទាប់ទៀតនោះគឺ send a message ហើយនៅក្នុងការ send message នោះដែរយើងត្រូវការ connect ជាមួយនឹង Gmail account របស់យើងផ្ទាល់ដូចគ្នាដោយអ្នកទាំងអស់គ្នាបានឃើញនៅខាងឆ្វេងអញ្ចឹងគឺជា output ដែលយើងចេញពី code របស់យើងអញ្ចឹងឥឡូវអ្នកទាំងអស់គ្នាចុចជាមួយនឹង execution workflow នៅវានឹង run accordingly to the node ដែលយើងបានដាក់ហើយអ្នកទាំងអស់គ្នានឹងអាចឃើញជាមួយនឹង result របស់យើងនៅក្នុង email ដែលយើង send ទៅគេនោះហើយSo that's it តែប៉ុណ្ណឹងយើងឡើងពិបាកក្នុងការ send email ទៅមនុស្សម្ដងមួយទៀតហើយគ្រាន់តែយើងបំពេញឈ្មោះនិងព័ត៌មានរបស់មនុស្សដែលយើងចង់ send ទៅនៅក្នុង Google Sheet ហើយយើងប្រើជាមួយនឹង tool NAN នោះវានឹង send ឲ្យយើង automatically តែម្ដងអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ក្នុងការបង្កើត email automation ហើយបើសិនជាអ្នកទាំងអស់គ្នាមានសំណួរអ្នកទាំងអស់គ្នាអាច drop នៅក្នុង comment section below បាន and see you on the next video bye